ដែលឡែកឯកឧត្តមហាប់ទូចដែលជារដ្ឋលេខាធិការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈគឺបានអញ្ជើញចូលរួមក្នុងវេទិកាផ្លាស់ប្ដូរកិច្ចសហការនិងអភិវឌ្ឍភាពយន្តអន្តរជាតិនៃគោលនយោបាយយុទ្ធសាស្ត្រខ្សែក្រវ៉ាត់និងផ្លូវនៃមហោស្រពភាពយន្តអន្តរជាតិវិថីសោតលើកទី12 ព្រឹត្តិការណ៍ខាងលើនេះបានធ្វើឡើងនៅក្នុងទីក្រុងហ្វូជើខេត្តហ្វូជៀនសាធារណរដ្ឋប្រជាមានិតចិនឯកឧត្តមហាប់ទូតរដ្ឋលេខាធិការប្រចាំការតំណាងលោកជំទាវបណ្ឌិតសភាចារដ្ឋមន្ត្រីបានអញ្ជើញចូលរួមវេទិកាផ្លាស់ប្ដូរកិច្ចសហការនិងអភិវឌ្ឍភាពយន្តអន្តរជាតិនៃគោលនយោបាយយុទ្ធសាស្ត្រខ្សែក្រវ៉ាត់និងផ្លូវនៃមហោស្រពភាពយន្តអន្តរជាតិវិថីសោតលើកទី12ក្នុងវេទិកានេះក៏មានការចូលរួមពីសំណាក់លោកជំទាវអភិបាលរងនៃខេត្តហ្វូជៀនថ្នាក់ដឹកនាំផលិតករនិងអ្នកដឹកនាំរឿងមកពីបណ្ដាប្រទេសជាច្រើនសរុបប្រមាណជា150រូបកាលពីរសៀលថ្ងៃទី23ខែកញ្ញាឆ្នាំ2025លោកប៉ុកបរៈប្រធាននាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌បានអញ្ជើញចូលរួមក្នុងវេទិកានេះបានថ្លែងឲ្យ BTV ដឹងនៅព្រឹកថ្ងៃទី25ខែកញ្ញាឆ្នាំ2025ថាវេទិកាផ្លាស់ប្ដូរកិច្ចសហការនិងអភិវឌ្ឍភាពយន្តអន្តរជាតិនៃគោលនយោបាយយុទ្ធសាស្ត្រខ្សែក្រវ៉ាត់និងផ្លូវត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្ដូរបទពិសោធន៍គោលនយោបាយនិងបង្ហាញពីសក្តានុពលនៃប្រទេសនីមួយៗដើម្បីឈានទៅរកកិច្ចសហការនាពេលអនាគតក្នុងវេទិកានេះក៏មានការធ្វើនៅបទបង្ហាញស្ដីពីគោលនយោបាយនិងសក្តានុពលនៃធនធាននៃប្រទេសដែលជាដៃគូផងដែរក្នុងចំណោមវាគ្មិនទាំង10រូបលោកប៉ុកបរៈប្រធាននាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ក៏បានធ្វើបទបង្ហាញពីគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការតាក់ទាញផលិតករបរទេសមកថតភាពយន្តនៅកម្ពុជានិងស្វាគមន៍នៅកិច្ចសហការផលិតភាពយន្តជាមួយនឹងបណ្ដាប្រទេសនានាជាពិសេសផលិតករមកពីសាធារណរដ្ឋប្រជាមានិតចិនក្រមអនុសារណៈយោគយល់គ្នាស្ដីពីកិច្ចប្រតិបត្តិការស្ដីពីវិស័យភាពយន្តដែលទើបសម្រេចបានកាលពីក្នុងខែមេសានៃឆ្នាំ2025មកថ្មីៗនេះនៅចុងបញ្ចប់នៃវេទិកានោះក៏មានការចុះហត្ថលេខារវាងបណ្ដាប្រទេសដែលមានការចូលរួមទាំងអស់ស្ដីពីការបង្ហាញឆន្ទៈក្នុងកិច្ចសហការក្នុងវិស័យភាពយន្តនាពេលអនាគតផងដែរសូមរំលឹកផងដែរថាកាលពីព្រឹកថ្ងៃទី22ខែកញ្ញាឆ្នាំ2025ឯកឧត្តមហាប់ទូចក៏បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសម្ពោធការិយាល័យថ្មីរបស់គណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជាអាស៊ី CAFS នៅក្នុងទីក្រុងហ្វូជើនៃសាធារណរដ្ឋប្រជាមានិតចិននិងដែលមានវត្តមានរបស់ព្រះនាងចេណានរោត្តមនិងចូលរួមពីលោកឆាងចាន់ដែលជាសមាជិកនៃគណៈកម្មាធិការបកខេត្តហ្វូជៀននិងជាប្រធានគណៈកម្មការនៃនាយកដ្ឋានឃោសនាការខេត្តហ្វូជៀនលោកហួងយឹងស៊ុងដែលជាសមាជិកនៃគណៈកម្មាធិការបកទីក្រុងហ្វូជើនិងជាប្រធានគណៈកម្មការនៃនាយកដ្ឋានឃោសនាការទីក្រុងហ្វូជើលោកវ៉ាងជីណានដែលជាអនុប្រធាននាយកដ្ឋានឃោសនាការនៃគណៈកម្មាធិការបកខេត្តហ្វូជៀននិងជាប្រធានការិយាល័យភាពយន្តប្រចាំខេត្តហ្វូជៀនលោកស្រីហុងលីនាយិកាគណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជាអាស៊ីផងដែរដែលឡែកនៅពេលរសៀលនោះឯកឧត្តមហាប់ទូចក៏បានចូលរួមកិច្ចប្រជុំជាមួយនឹងលោកកងសង្គីដែលជាអនុប្រធាននៃរដ្ឋបាលភាពយន្តចិនដើម្បីពង្រឹងការងារដែលត្រូវអនុវត្តបន្តក្រោមអនុសារណៈនៃការយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យភាពយន្តហើយឯកឧត្តមរដ្ឋលេខាធិការក៏បានបង្ហាញពីស្ថានភាពវិស័យភាពយន្តនៅកម្ពុជាព្រមទាំងស្នើទៅរដ្ឋបាលភាពយន្តចិនជួយផ្ដល់អាហារូបករណ៍ជូនដល់យុវជនកម្ពុជាឲ្យបានសិក្សាជំនាញភាពយន្តនៅក្នុងប្រទេសចិនផងដែរបន្ថែមពីនេះលោកក៏បានស្នើឲ្យពិចារណាក្នុងការសម្របសម្រួលឲ្យផលិតកម្មធំៗរបស់ចិនមកថតនៅកម្ពុជាផងដែរ